គន្លឹះកែលម្អខ្លួនឯងចំនួន10នឹងផ្លាស់ប្ដូរជីវិតរបស់អ្នក 1. គោលដៅសម្រាប់ខ្លួនអ្នកតើអ្នកចង់កែលម្អអ្វីអំពីខ្លួនអ្នកឬអំពីស្ថានភាពបច្ចុប្បន្នរបស់អ្នកដែរឬទេកំណត់ជំហានដែលអ្នកត្រូវការដើម្បីធ្វើដើម្បីឲ្យការកែលម្អទាំងនោះហើយកំណត់គោលដៅនិងពេលវេលាសម្រាប់ការសម្រេចបាននៅជំហានទាំងនោះ 2. បង្ហាញគោលដៅរបស់អ្នកនៅក្នុងផ្ទះរបស់អ្នកការកំណត់គោលដៅគឺអស្ចារ្យណាស់ប៉ុន្តែគ្មានប្រយោជន៍ទេប្រសិនបើអ្នកអាចកំណត់គោលដៅទាំងនោះចេញពីការមើលឃើញនិងក្រៅចិត្តទទួលខុសត្រូវចំពោះខ្លួនអ្នកឬជាមួយគ្រួសាររបស់អ្នកដោយសរសេរគោលដៅរបស់អ្នកហើយនឹងបង្ហាញវានៅកន្លែងណាមួយដែលអ្នកមិនអាចជៀសវាងបាន 3. ចាប់ផ្ដើមឥឡូវនេះនៅពេលដែលវាមកដល់ការបង្កើតទម្លាប់ថ្មីនិងធ្វើការឆ្ពោះទៅរកគោលដៅរបស់អ្នកកុំបណ្ដោយឲ្យខ្លួនអ្នករអិលមិនគួរឲ្យមានរឿងដូចជាចាប់ផ្ដើមសប្តាហ៍ក្រោយឬចាប់ផ្ដើមថ្ងៃស្អែកនោះទេអ្នកកំពុងធ្វើការឆ្ពោះទៅរកការកែលម្អខ្លួនឯងហេតុអ្វីត្រូវរងចាំដូច្នេះត្រូវចាប់ផ្ដើមឥឡូវនេះ 4. វាយតម្លៃអ្វីដែលមិនបានដំណើរការប្រសិនបើអ្នកមិនបានសម្រេចគោលដៅរបស់អ្នកទេវាមានហេតុផលមួយវាយតម្លៃវឌ្ឍនភាពរបស់អ្នកឆ្ពោះទៅរកគោលដៅរបស់អ្នកប្រសិនបើអ្នកមិនឆ្ពោះទៅមុខឬដើរយឺតជាងអ្វីដែលអ្នកចង់បានទេសូមពិនិត្យមើលនិងមើលកន្លែងដែលអ្វីមិនដំណើរការទៅតាមផែនការកែសម្រួលទម្លាប់របស់អ្នកបន្ទាប់មកយកឈ្នះគោលដៅរបស់អ្នក 5. អបអរសមិទ្ធផលតូចៗវាអាចពិបាកក្នុងការរក្សាការលើកទឹកចិត្តក្នុងការសម្រេចគោលដៅកែលម្អខ្លួនឯងកុំភ្លេចអបអរសាទរជ័យជំនះតូចៗតើអ្នកបានសម្អាតចានទាំងអស់បន្ទាប់ពីចម្អិនអាហាររួចហើយឬនៅការងារដ៏អស្ចារ្យតើអ្នកនៅធ្វើការពេញមួយថ្ងៃដោយគ្រាន់តែពិនិត្យទូរស័ព្ទរបស់អ្នក2ដងឬទេ 3. បំបត្តិទម្លាប់អាក្រក់ក្រៅពីការចាប់ផ្ដើមទម្លាប់ល្អការកែលម្អខ្លួនឯងក៏ជាការបំបត្តិទម្លាប់អាក្រក់ដែរតើអ្នកធ្វើអ្វីជាប្រចាំដែលធ្វើឲ្យអ្នកបាត់បង់ស្មារតីត្រៀមខ្លួនសម្រាប់រដូវកាលគួរឲ្យខ្លាចបំបត្តិទម្លាប់អាក្រក់ចេញតាំងពីដំបូង 7. កាត់បន្ថយពេលវេលាលើអេក្រង់ការកាត់បន្ថយពេលវេលានៅលើអេក្រង់គឺល្អសម្រាប់ទាំងសុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្តរបស់អ្នកវាពិតជាអស្ចារ្យណាស់ដែលយើងចំណាយពេលលើទូរស័ព្ទ laptop tablet និងកុំព្យូទ័ររបស់យើងដោយមិនដឹងខ្លួនបង្កើតចំណុចមួយដើម្បីដាក់បច្ចេកវិទ្យាចុះហើយផ្ដោតលើគោលដៅដែលកែលម្អខ្លួនឯងរបស់អ្នក 8. ស្វែងរកធនធានកែលម្អខ្លួនឯងជឿជាក់លើយើងពេលយើងនិយាយថាអ្នកមិនមែនជាមនុស្សតែម្នាក់គត់ដែលកំពុងតែស្វែងរកវិធីដើម្បីឲ្យខ្លួនឯងកាន់តែប្រសើរឡើងឡើយប្រសិនបើអ្នកមានអារម្មណ៍ថាជាប់គាំងយកសៀវភៅជួយខ្លួនឯងអានអត្ថបទមួយចំនួនតាមអ៊ីនធឺណិតឬស្ដាប់កាសសម្រាប់កែលម្អខ្លួនឯងមធ្យោបាយណាមួយដែលមានប្រសិទ្ធភាពបំផុតសម្រាប់អ្នកកុំខ្មាស់អៀនក្នុងការរៀនពីអ្នកដទៃ 9. មិនអីទេជាមួយនឹងភាពមិនល្អឥតខ្ចោះហេតុផលមួយដែលមនុស្សជាច្រើនមិនធ្វើតាមដំណោះស្រាយក្នុងឆ្នាំថ្មីរបស់ពួកគេគឺដោយសារតែពួកគេបោះបង់បន្ទាប់ពីបានធ្វើកំហុសមួយថ្ងៃខ្លះអ្នកប្រហែលជាមិនធ្វើឲ្យមានការរីកចម្រើនដែលអ្នកចង់បានឬអាចនឹងធ្លាក់ទៅក្នុងទម្លាប់អាក្រក់មិនអីទេរុះរើវាចេញហើយបន្តធ្វើឆ្ពោះទៅរកគោលដៅរបស់អ្នកកំហុសគឺជាផ្នែកមួយនៃភាពជាមនុស្ស 10. ធ្វើកិច្ចការសំខាន់បំផុតរបស់អ្នកជាមុនសិនដល់ថ្ងៃទៅហើយយើងនឿយហត់និងបាត់បង់កម្លាំងចិត្តវាអាចពិបាកក្នុងការបោះជំហានឆ្ពោះទៅរកគោលដៅដែលកែលម្អខ្លួនឯងបន្ទាប់ពីធ្វើការពេញមួយថ្ងៃនិងមើលថែគ្រួសារវាហាក់ដូចជាមិនអាចទៅរួចទេក្នុងការធ្វើដំបូង
ប៉ុន្តែត្រូវរកវិធីដើម្បីបញ្ចប់កិច្ចការកែលម្អខ្លួនឯងដ៏សំខាន់បំផុតរបស់អ្នកជារឿងដំបូងនៅពេលព្រឹក ការទប់ស្កាត់ពេលវេលាអាចជួយអ្នករៀបចំផែនការថ្ងៃរបស់អ្នកដូច្នេះហើយយើងពិតជារំភើបសម្រាប់អ្នកក្នុងការចាប់ផ្ដើមដំណើរកែលម្អខ្លួនឯងរបស់អ្នកហើយយើងសង្ឃឹមថាគន្លឹះមួយចំនួនទាំងនេះនឹងជួយអ្នកក្នុងការសម្រេចបាននូវគោលដៅរបស់អ្នកកុំភ្លេចពិនិត្យមើលខ្លួនឯងនិងអបអរសាទរសមិទ្ធផលតូចៗយើងដឹងថាអ្នកអាចសម្រេចបាននូវរឿងដ៏អស្ចារ្យនេះ